ការសិក្សាប្រៀបបាននឹងកំណត់ដ៏មហាសាលសម្រាប់មនុស្សកាលណាមនុស្សមានការសិក្សាល្អមានចំណេះដឹងខ្ពង់ខ្ពស់គេមិនងាយនឹងធ្លាក់ចូលក្នុងអន្លង់មហន្តរាយឡើយជាបឋមខ្ញុំបាទសូមគោរពថ្នាក់ដឹកនាំសាលាគណៈកម្មការលោកគ្រូអ្នកអាណាព្យាបាលបងប្អូនមិត្តភ័ក្តិសិស្សានុសិស្សទាំងអស់គ្នាដែលមានវត្តមាននៅទីនេះខ្ញុំបាទឈ្មោះអឹងជីងឡុងជាសិស្សថ្នាក់ទី4គោនៃសាលាអន្តរជាតិ Elegant ថ្ងៃនេះខ្ញុំមានកិត្តិយសសូមឡើងមកធ្វើសេចក្តីអធិប្បាយចែករំលែកទៅលើប្រធានបទមួយដែលពិតជាសំខាន់សម្រាប់បងប្អូនមិត្តអ្នកសិក្សាគ្រប់រូបដែលតេតទៅនឹងទម្លាប់ប្រចាំថ្ងៃដើម្បីបង្កើតប្រសិទ្ធភាពនៃការសិក្សាសូមអង្គពិធីទាំងមូលចូលរួមសម្ដាប់នៃការចែករំលែករបស់ខ្ញុំដូចតទៅការសិក្សាត្រូវបានគេឲ្យនិយមន័យដោយឡែកពីគ្នាដោយមានន័យជារួមជាដំណើរនៃការស្វែងរកចំណេះចំណេញនិងបទពិសោធន៍សម្រាប់អភិវឌ្ឍខ្លួនតាមរយៈការអានការសរសេរការស្ដាប់ការសង្កេតការអនុវត្តជាដើមការសិក្សាប្រៀបបាននឹងកំណត់ដ៏មហាសាលសម្រាប់មនុស្សកាលណាមនុស្សមានការសិក្សាល្អមានចំណេះដឹងខ្ពង់ខ្ពស់គេមិនងាយនឹងធ្លាក់ចូលក្នុងអន្លង់មហន្តរាយឡើយព្រោះគេចេះគិតពិចារណាបានស៊ីជម្រៅហ្មត់ចត់និងអាចមានលទ្ធភាពដោះស្រាយបញ្ហាក្នុងជីវិតបានយ៉ាងល្អប្រសើរដើម្បីឈានទៅរកការសិក្សាល្អប្រកបដោយប្រសិទ្ធភាពថ្ងៃនេះខ្ញុំសូមជូនគន្លឹះដែលខ្ញុំតែងតែអនុវត្តជាប្រចាំទៅកាន់បងប្អូនមិត្តអ្នកសិក្សាគ្រប់រូបហើយសង្ឃឹមថាគន្លឹះទាំងនេះនឹងជួយជាប្រយោជន៍ដល់បងប្អូនមិត្តអ្នកសិក្សាគ្រប់រូបទី1កំណត់កាលវិភាគប្រចាំថ្ងៃក្រៅពីការសិក្សារយៈពេល8ម៉ោងនៅសាលាអ្នកសិក្សាមួយចំនួនធំបោះបង់ពេលទំនេរទៅលើរឿងឥតប្រយោជន៍ដូចជាលេងហ្គេមលេងទូរស័ព្ទជាដើមយើងគួរតែងាកមករៀបចំកាលវិភាគប្រចាំថ្ងៃជាពិសេសមកវិជ្ជាអ្វីដែលយើងមិនសូវពូកែឲ្យបានកាន់តែច្រើនកាន់តែល្អទី2កំណត់របៀបរៀនការបង្ខំខ្លួនឯងឲ្យរៀននិងរៀនតាមម្យ៉ាងក៏មិនសូវទទួលបានលទ្ធផលល្អដែរយើងក៏បីផ្ដោតលើការរៀន25នាទីសម្រាប់5នាទីឬរៀន40នាទីសម្រាប់15នាទីនេះគឺដើម្បីជួយបង្កើតការផ្ដោតអារម្មណ៍ការបន្ថយ stress បង្កើនប្រសិទ្ធភាពជាងការរៀនយូរម៉ោងដែលមិនសម្រាកជាក់ស្ដែងសំបីនៅសាលាក៏លោកគ្រូអ្នកគ្រូអនុវត្តបែបនេះជាប្រចាំព្រោះជារបៀបរៀនត្រឹមត្រូវទី3កាត់ចំណាំនិងរំលឹកឡើងវិញមនុស្សយើងគួរប្រើខួរក្បាលសម្រាប់កាត់វិភាគពិចារណាជាជាងការចងចាំព្រឹត្តិការណ៍ទាំងស្រុងត្រង់នេះមានន័យថាការចងចាំអាចនឹងរសាត់បាត់តាមពេលវេលាដូច្នេះអ្នកសិក្សាគួរអនុវត្តការកត់ត្រាជាពិសេសកត់ត្រាលើខ្លឹមសារសំខាន់នៃមេរៀនការកត់ត្រាជាផ្នែកមួយជួយជំរុញការគិតការចងចាំហើយវាមានរយៈពេលយូរជាងមុនហើយវាជួយយើងរក្សាទិន្នន័យបានយ៉ាងល្អប្រសើរសម្រាប់រំលឹកឡើងវិញពេលយើងភ្លេចនៅចំណុចណាមួយសំខាន់នៃមេរៀនទី4សម្រាប់ឲ្យបានគ្រប់គ្រាន់មនុស្សយើងក្នុងមួយថ្ងៃគួរតែបេកឲ្យបាន7ទៅ8ម៉ោងមិនគួររៀនដល់យប់ជ្រៅពេកបើថារៀនសំខាន់តែការសម្រាករឹតតែសំខាន់កាលណាខួរក្បាលយើងមិនមានសុខភាពល្អវាបង្កការរំខានដល់ការសិក្សាយើងដូចគ្នាទី5របបអាហារនិងផាសុកភាពត្រីសុទ្ធគ្រាប់ធនជាតិបន្លែផ្លែឈើគួរតែមានជារបបអាហារប្រចាំថ្ងៃព្រោះអាហារទាំងនេះសម្បូរប្រូតេអ៊ីនវីតាមីនផ្សេងៗដែលជួយបង្កើនថាមពលរាងកាយនិងជំនួយដល់ខួរក្បាលលើសពីនេះតកតងនឹងបរិយាកាសរៀនសូត្របរិយាកាសរស់នៅគួរតែមានសោភ័ណភាពនិងអនាម័យដើម្បីធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយជាលទ្ធផលការអនុវត្តគន្លឹះទាំង5នេះពិតជាមានផលវិជ្ជមានសម្រាប់ការសិក្សារបស់ខ្ញុំសូមគោរពអរគុណដែលបានស្ដាប់នៃការចែករំលែករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់